បាទសូមគ្រប់នឹងជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនទូទាំងស្នេហជនទាំងអស់ជាទីគោរពនិងជាទីរាប់អានបាទនៅវេលាព្រឹកនេះដែរខ្ញុំបាទ MCU សូមជម្រាបជូនអស់លោកអ្នកដែលតាក់ទងអំពីជោគជតាហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ថ្ងៃសុក្រទី30ខែមិថុនាឆ្នាំ2017បាទចឹងដូច្នេះខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាអំពីឆ្នាំទាំង12តែម្ដងបាទឆ្នាំជូតរិស័យរបស់លោកអ្នកថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះទូការប្រកបការងារអ្វីក៏ដោយលោកអ្នកងាយឆាប់មានការប៉ះទង្គិចជាមួយមនុស្សនៅក្បែរខ្លួនណាគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបពុំមានបញ្ហាចម្រូងចម្រាសណាមួយនាំត្រូវជាក្បាលការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវចេះអត់ឱនឲ្យគ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញនោះឡើយចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរនៅថ្ងៃនេះការរកផលចំណូលជួបការលំបាកហើយតតែស្វាស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ចិញ្ចឹមគ្រួសាររីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃមកបន្តមកទៀតចូលមកដល់ឆ្នាំឆ្លូវរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាហើយពិសេសអាចមានដំណឹងល្អថែមទៀតក្រៅពីនេះបើលោកអ្នកមានការប្រកបការងារតែងតែត្រូវចវាយនាយឬអ្នកគ្រប់គ្រងការងារនោះពេញចិត្តដែលផ្ដល់ផលប្រយោជន៍ឲ្យធ្វើឲ្យអស់លោកអ្នកសប្បាយចិត្តតែម្ដងចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរនោះមានការចម្រើនលូតលាស់និងបើចង់រើសទីកន្លែងលក់ដូរឬផ្លាស់ប្ដូរកន្លែងលក់ដូរអ្វីមួយតែងតែផ្ដល់ផលល្អផងដែររីឯបញ្ហាសេចក្តីស្នេហាប្រុសនិងស្រីមានភាពស្រស់ស្រាយនិងកំពុងតែផ្អែមល្ហែមល្អប្រពៃបាទចំពោះឆ្នាំខាលរាសីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយតែងតែគិតមុខគិតក្រោយពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសពមួយដងចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរនៅក្នុងរយៈពេលនេះមុននឹងចុះទុនអ្វីមួយត្រូវចេះគិតគូរពិចារណាឲ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អរីឯសេចក្តីស្នេហាប្រុសនិងស្រីមិនសូវចេះអត់ឱននឹងគ្នាទេម្ល៉េះហើយទើបកើតមានរឿងរ៉ាវរកាំចិត្តចំពោះគ្នាច្រើនថែមទៀតផងហើយពេលខ្លះត្រូវដំឡើងសរសៃកដាក់គ្នាជារឿយបាទបន្តមកទៀតចូលមកដល់ឆ្នាំថោះនៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការងារដែលសេសសល់ពីមុនមកតែងតែផ្ដល់ផលល្អនៅពេលក្រោយវិញជានិច្ចចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះហើយជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើជំនួយតូចធំបំផុតការធ្វើដំណើរទីជិតទីឆ្ងាយជួបទៅនឹងសេចក្តីសុខសេមសានដោយសមមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីមានដំណើរការថយក្រោយការធ្វើដំណើរទីជិតទីឆ្ងាយជួបទៅនឹងសេចក្តីសុខសេមសានដោយសមមួយដងរីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសនិងស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃមកបន្តមកទៀតចូលមកដល់ឆ្នាំរោងរាសីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះដួងរាសីស្រត់ចុះដូច្នេះហើយទៅធ្វើអ្វីក៏ដោយតែងតែជួបនៅបញ្ហាមិនល្អយាយីផងការរស់នៅមិនថាការងារបញ្ហាផ្ទាល់ខ្លួនឬបញ្ហាប្រកាសតែងតែជួបរឿងរ៉ាវខ្វាយខ្វល់ច្រើនផងដែរសម្រាប់លោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរវិញជួបផលចំណូលក្នុងការលំបាកប៉ុន្តែយ៉ាងណាលោកអ្នកត្រូវចេះចាយវាយឲ្យបានត្រឹមត្រូវហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាណាមួយនៅគ្រាខាងមុខរីឯគូក្រងប្តីប្រពន្ធគូស្នេហ៍កំឡោះក្រមុំមានដំណើរការថយក្រោយនិងសម្បូរទៅដោយរឿងរ៉ាវរកាំរកូសច្រើនដូច្នេះបើចេះអត់ឱនឲ្យគ្នាទេចំនួនពិតជាកើតមានឡើងជាញឹកញាប់ជាមិនខានបាទឆ្នាំម្សាញ់រាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតការរស់នៅរបស់យើងមានពេលខ្លះល្អមិនល្អជារឿងធម្មតាហើយដូច្នេះហើយទោះធ្វើអ្វីក៏ដោយមានបញ្ហាកើតឡើងលោកអ្នកតែងតែមិនព្រួយបារម្ភឬគិតច្រើននោះឡើយនឹងត្រូវតស៊ូជាមួយបញ្ហាទើបប្រសើរចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរពេលនេះប្រៀបបានបីដូចជាភ្លៀងធ្លាក់មួយមេឃស្រឡះព្រោះអាចកម្ចាត់នៅរាល់ឧបទ្រពចង្រៃទាំងពួងឲ្យវិនាសជាអហោសកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញណៃពេញជើងឡើងវិញបានរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំនៅថ្ងៃនេះមានការរីកលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមប្រពៃបាទឆ្នាំមមីរាសីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយតែងតែទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់ក្រៅពីនេះបើមានទំនាក់ទំនងការងារឬធ្វើអ្វីមួយងាយភ្លៀងភ្លាត់ណាស់ក៏បីប្រយ័ត្នប្រយែងទើបជាផុតផលលំបាកទាំងពួងទៅរួចការធ្វើដំណើរទីជិតទីឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ
រីឯបញ្ហាសេរីស្នេហាប្រុសនិងស្រីមានដំណើរការថយក្រោយចូលប្រយ័ត្នចំនួនវិវាទឈានទៅដល់ការបែកបាក់បាត់ឆ្នាំម៉ែរស័យរបស់លោកអ្នកថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយតែងតែជួបនៅលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករលទៅមុខព្រោះជួបតែភាពប្រទាំងប្រទើសហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងហើយការរស់នៅរបស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូច្នេះចូលប្រយ័ត្នកើតមានចំនួនណាមួយព្រោះតែបញ្ហានេះចំពោះលោកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយបើការជួញដូរទីចិត្តទីឆ្ងាយទៀតសោតជួបតែភាពរកម្មរកូសមិនស្ទើរដែរទេរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីមានការប្រែប្រួលប្ដូរផ្លាស់ព្រោះជួនត្រូវរៅគ្នាជួនកាលទាស់តែងគ្នាបាត់ឆ្នាំវករស័យរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការងារដែលសេសសល់ពីមុនមកតែងតែផ្ដល់ផលល្អនៅពេលក្រោយវិញជានិច្ចចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែនឹងសេចក្តីសុខខ្សែខ្សានដោយសមម្ដងរីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសនិងស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃបាត់ឆ្នាំរការស័យរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងតែភ្លឺថ្លានិងជួបតែក្តីសមម្ណោះច្រើនលោកអ្នកសម្រុកការងារបានហើយពីព្រោះផលល្អជាផ្លែផ្កាតែងតែហុចមកវិញគួរជាទីកក់ក្ដៅផងដែរចំណែកបើលោកអ្នកប្រកបមុខរបររកស៊ីជួញដូរតែងតែអាចទាក់ទាញអតិថិជនចាស់ថ្មីឲ្យចូលមកបានគួរពេញចិត្តនិងពិសេសបើចង់ផ្លាស់ប្ដូរមុខរបរថ្មីតែងតែសមប្រកបជានិច្ចការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែនឹងភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញរីឯបញ្ហាសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ចបាត់ឆ្នាំចរស័យរបស់លោកអ្នកថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះលោកអ្នកអាចទទួលនៅភាពក្តៅខ្លះត្រជាក់ខ្លះហើយការបំពេញការងារអ្វីក៏ដោយមិនសូវជារលូនទេព្រោះមានបញ្ហារកម្មចិត្តខ្លះយាយីសម្រាប់លោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចទុនធំឬចង់រកស៊ីចូលហូនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងគ្រប់ជ្រោយបើពុំនោះទេអាចជួបនឹងផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាមិនខានឡើយបាទបន្តមកសំទោសរីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំមានភាពផុយស្រួយចំនួនវិវាទគួរតែប្រយ័ត្នប្រយែងពាក្យសម្ដីបន្តិចបន្តួចទៅជាការប្រពៃបំផុតបាទបន្តមកទៀតចូលមកដល់ឆ្នាំកុលរស័យរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់ការសម្រេចចិត្តការងារឬបណ្ដាក់ទុនរកស៊ីអ្វីមួយពីព្រោះថាផលល្អជាផ្លែផ្កាតែងតែឆ្លើយតបមកវិញជាទីពេញចិត្តជានិច្ចបើជាអ្នកដែលប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ចរចារឿងទំនិញអ្វីមួយតែងតែអាចសម្រេចចាប់ចុងចាប់ដើមដោយគប់បំណងរីឯបញ្ហាគូស្នេហ៍កំឡោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមានការចង់ផ្សំគុំគ្រួសាររវាងភាគីម្ខាងនិងភាគីម្ខាងទៀតជាឱកាសល្អបំផុតនៅវេលាសម្រាប់ថ្ងៃនេះបាទអូខេពុកម៉ែបងប្អូនទូទាំងសនិកជនទាំងអស់ខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនបានចាប់សពគ្រប់អស់ហើយដែលតាក់ទងទៅនឹងចូលគិតាហោរាសាស្ត្រឆ្នាំទាំង12នៅវេលាថ្ងៃសុក្រទី30ខែមិថុនាឆ្នាំ2017នេះដូច្នេះខ្ញុំសូមជូនពរក៏ដូចជាប្រសិទ្ធពរជ័យដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាក្នុងការធ្វើដំណើរប្រកបការងាររបស់លោកអ្នកនៅតាមដងផ្លូវសូមឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាទាំងពេលទៅនិងត្រឡប់មកវិញហើយមួយវិញទៀតសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាដែលប្រកបការងារអាជីវករអាជីវកម្មរកស៊ីជួញដូរធ្វើការនៅមន្ត្រីរាជការរោងចក្រសហគ្រាសបុគ្គលិកនានាបាទសូមឲ្យមានដំណើរការរលូនទៅមុខជានិច្ចនៅក្នុងការប្រកបការងារអាជីវកម្មរបស់លោកអ្នកបាទដូច្នេះខ្ញុំសូមបញ្ចប់ត្រឹមនេះចុះសូមពុកម៉ែបងប្អូនសូមចុច Subscribe ដើម្បីទទួលបាននៅព័ត៌មានក៏ដូចជាការទូទាយក្បួនតម្រុយហុងសាជាមួយខ្ញុំបាទជាច្រើនបន្តទៀតដូច្នេះខ្ញុំសូមអរគុណសូមគោរពលា